អ្វីទៅជាធម្មជាតិនៃច្បាប់ហើយអ្វីទៅជាច្បាប់ធម្មជាតិសន្តិភាពបណ្ដាលឲ្យមានសង្គ្រាមអ្នកដែលខ្លាំងគឺមានជីវិតរស់អ្នកដែលខ្សោយគឺត្រូវបានគេបំផ្លាញឬក៏កំទេចចោលបាទជាបឋមខ្ញុំបាទឈ្មោះធាជីងថងព្រមទាំងបងឈិនឈើតបាទសូមអនុញ្ញាតលំអរកាយគោរពជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះខ្ញុំបាទឈ្មោះធាជីងថងបាទខ្ញុំបាទនឹងធ្វើការលើកឡើងនៅចំណោទបញ្ហាដែលជាសំណួរបាទតកតងជាមួយនឹងទស្សនវិជ្ជាច្បាប់បាទអញ្ចឹងនៅក្នុងទស្សនវិជ្ជាច្បាប់នេះមានបញ្ញត្តិ2ដែលខ្ញុំបានចាប់អារម្មណ៍ក្រោយពីបានសិក្សារួចហើយខ្ញុំនឹងធ្វើការសាកសួរទៅកាន់បងឈើតដើម្បីឲ្យបងឈើតធ្វើការបកស្រាយនៅចម្ងល់មួយនេះជូនបងប្អូនទាំងអស់គ្នាបាទហើយចំណុចបញ្ហាចោទទៅលើប្រធានបទនោះដែរខ្ញុំនឹងធ្វើការសាកសួរតើអ្វីទៅជាធម្មជាតិនៃច្បាប់ហើយអ្វីទៅជាច្បាប់ធម្មជាតិចឹងបញ្ញត្តិពីរនេះបើសិនបើយើងស្ដាប់មកផ្លែតវាប្រហែលជាដូចគ្នាឬក៏តែមួយប៉ុន្តែនៅក្នុងទស្សនវិជ្ជាច្បាប់យើងនឹងធ្វើការបែងចែកវាពីរក្នុងទស្សនវិជ្ជាពីរខុសគ្នាដើម្បីឲ្យបងប្អូនបានសិក្សាស្វែងយល់បន្ថែមអំពីគំនិតទស្សនវិជ្ជាបានអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរខ្ញុំបាទសូមបកគោវេទិកានេះទៅកាន់បងឈើតតែម្ដងដើម្បីធ្វើការបកអធិប្បាយតែម្ដងបាទអរគុណបងសម្រាប់ការសួរសំណួរអំពីការបកស្រាយអំពីអត្ថន័យច្បាប់ធម្មជាតិហើយនិងធម្មជាតិនៃច្បាប់បាទច្បាប់ធម្មជាតិនិងធម្មជាតិនៃច្បាប់ហ្នឹងបើយើងតាមស្ដាប់ដោយធម្មតាដូចយើងមានថាវាដូចស្តៀងគ្នាវាជាពាក់ជាប៉ុនគ្នាវាភាសាទាក់ទងគ្នាតែបើយើងរកពីការដែលវាចូលទៅជាសម្ព័ន្ធដែលយើងនៃអត្ថន័យរបស់វាហ្នឹងគឺយើងស្ដាប់ទៅយើងគិតពិចារណាវាខុសគ្នាទាំងថាវាទំនាក់ទំនងគ្នាមែនប៉ុន្តែវាការប្រព្រឹត្តហ្នឹងវាខុសគ្នាបាទខ្ញុំសូមនិយាយអំពីធម្មជាតិនៃច្បាប់មុនព្រោះធម្មជាតិនៃច្បាប់វាខ្ញុំលើកឧទាហរណ៍នៅក្នុងពាក្យមួយដែលគេថាសន្តិភាពបណ្ដាលឲ្យមានសង្គ្រាមបាទសន្តិភាពបណ្ដាលមានសង្គ្រាមហ្នឹងគឺវាចូលទៅក្នុងធម្មជាតិនៃច្បាប់ធម្មជាតិនៃច្បាប់យ៉ាងម៉េចមានថានៅក្នុងប្រភពនៃធម្មជាតិគឺដូចជានៅក្នុងសត្វក្នុងព្រៃមានថាសត្វក្នុងព្រៃម៉ាំងសាសីហើយវាស៊ីសត្វដែលមានអំណាចតិចជាងវាអាហ្នឹងវាទៅគៀបសង្កត់នឹងទៅស៊ីសត្វហ្នឹងប៉ុន្តែបើយើងគិតទៅវាថាវាអាក្រក់ប៉ុន្តែនៅក្នុងធម្មជាតិនៃច្បាប់វាមិនអាក្រក់ហេតុអីព្រោះសត្វហ្នឹងគឺវាត្រូវស៊ីយើងបើយើងនិយាយទៅគឺវាច្បាប់ធម្មជាតិវាត្រូវស៊ីយ៉ាងតែអានេះហើយធម្មជាតិនៃច្បាប់វាអ្នកខ្លាំងគឺត្រូវគៀបសង្កត់អ្នកខ្សោយបើសិនជាវាអត់ស៊ីទេក៏វាមាននាំឲ្យមានភាពមិនស្មើគ្នានៅក្នុងនឹងហេតុអីកាលណាវាអត់ស៊ីអាសត្វដែលស៊ីស្មៅជាអាហារយូរពួកវានឹងកើនឡើងកាលណាកើនឡើងធ្វើឲ្យសត្វនៅក្នុងនឹងវាអត់មានអីស៊ីទេព្រោះស្មៅវាដុះអត់តាន់ចាប់ដល់វាមានការឆ្លោះតគ្នាធ្វើឲ្យមានបញ្ហានៅក្នុងនឹងដដែលអញ្ចឹងហើយតែគេថាលើកមកឃ្លាថាសន្តិភាពបណ្ដាលឲ្យមានសង្គ្រាមអានេះហើយគេថាចូលជាធម្មជាតិនៃច្បាប់មួយទៀតខ្ញុំមើលទៅមួយទៀតខ្ញុំប្រៀបធៀបទៅនឹងរាល់ថ្ងៃហ្នឹងយើងកំពុងតែមានការឃើញនៅព័ត៌មានមួយដែលគេផ្សាយអំពីប្រទេសរុស្ស៊ីនិងអ៊ុយក្រែនបាទនឹងហើយដែលខ្ញុំចង់និយាយថាប្រទេសរុស្ស៊ីនិងអ៊ុយក្រែនរាល់ថ្ងៃហ្នឹងកំពុងតែចូលទៅជាធម្មជាតិនៃច្បាប់គាត់កំពុងតែចង់ចាក់ចេញអំពីច្បាប់សង្គមវិញហើយព្រោះដោយសារហេតុអីគាត់ថាគាត់ចូលទៅក្នុងហ្នឹងគឺព្រោះធម្មជាតិនៃច្បាប់ត្រីធំស៊ីត្រីតូចបាទអ្នកដែលខ្លាំងគឺមានជីវិតរស់អ្នកដែលខ្សោយគឺត្រូវបានគេបំផ្លាញឬក៏កំទេចចោលបាទនេះហើយដែលធម្មជាតិនៃច្បាប់អ្វីមួយដែលយើងគួរឲ្យទុកព្រួយគឺខ្លាចពិភពលោកយើងនឹងនាំគ្នាចូលទៅធម្មជាតិនៃច្បាប់ហ្នឹងព្រោះអត់មានការអន្តរាគមន៍ណាទេអ្នកខ្លាំងធ្វើព្យាយាមធ្វើឲ្យយើងខ្លាំងដែរបាទខ្ញុំសូមតែនិយាយទៅប៉ុណ្ណេះទេអំពីធម្មជាតិនៃច្បាប់